ដឹងថាកូនស្រីបាត់ខ្លួនម្ដាយក៏ចេញទៅតាមរកកូនស្រីយ៉ាងអន្ទះសារមិននឹកស្មានថាម្ដាយក្មេកធ្វើដូចគ្មានរឿងអ្វីកើតឡើងគាត់នៅតែទាមទារឲ្យទូស្រីឆាប់បង្កើតចៅប្រុសឲ្យគាត់ទូស្រីខឹងខ្លាំងណាស់នាងបានចោទប្រកាន់ម្ដាយក្មេកថាការបាត់ខ្លួនកូនស្រីរបស់នាងត្រូវបានរៀបចំដោយម្ដាយក្មេករបស់នាងហើយនាងបានគំរាមថាប្រសិនបើរកមិនឃើញកូនស្រីរបស់នាងទេគាត់ច្បាស់ជាមានរឿងជាមួយនាងហើយក្រោយពីនិយាយបែបនេះនាងក៏ប្រញាប់ទៅសាលាបន្ទាប់ពីពិនិត្យមើលកាមេរ៉ានៅតាមផ្លូវចូលសាលានាងបានរកឃើញថាស្រីចិត្តអាក្រក់ដែលបានចាប់កូនស្រីរបស់ខ្លួនភ្លាមនោះនាងក៏បានប្រញាប់ទៅកាន់ទីតាំងដែលបង្ហាញដោយនាឡិកាដៃរបស់កូនស្រីនាងនៅពេលនោះក្មេងស្រីតូចត្រូវបានគេនាំទៅរោងចក្របោះបង់ចោលមួយនៅជីក្រុងស្រីចិត្តអាក្រក់ចង់សងសឹកមានបំណងលក់ក្មេងស្រីតូចនេះដើម្បីប្រាក់ក្មេងស្រីតូចបានប្រាប់បុរសនោះថានាងឃ្លានខ្លាំងណាស់បុរសនោះបានប្រាប់ឲ្យនាងនៅទីនោះកុំឲ្យចេញទៅណាឲ្យសោះពេលបុរសនោះចេញទៅរកអាហារក្មេងស្រីតូចនោះប្រញាប់ដោះខ្សែចំណងនៅនឹងដៃរួចរត់គេចខ្លួនតែនាងទុកកាបូបស្ពាយចោលនៅទីនោះពេលដឹងថាក្មេងស្រីតូចនោះបានរត់គេចខ្លួនទាំងពីរនាក់ក៏ចេញទៅតាមរកក្រោយពីដើរអស់រយៈពេលជាយូរក៏បានរកឃើញថានាងតូចលាក់ខ្លួនពេលឃើញបែបនេះបុរសនោះក៏ទាញនាងចេញមកខណៈដែលស្រីចិត្តអាក្រក់កំពុងជេរប្រមាថក្មេងស្រីតូចនោះនាងតូចចាប់ផ្ដើមស្រែកខ្លាំងឲ្យគេជួយម្ដាយហាក់ដូចជាបានឮកូនស្រីហៅនាងប្រញាប់ឲ្យអ្នកបើកបរឈប់រថយន្តភ្លាមអ្នកបើកបរបាននិយាយថាទីតាំងនាឡិកាស្ថិតនៅក្នុងឃ្លាំងចាស់ដែលគេទុកចោលខាងមុខនោះទោះបីជាយ៉ាងណានាងក៏បានចុះពីរថយន្តនាងជឿថាកូនស្រីរបស់នាងគឺនៅក្បែរនេះហើយស្រីចិត្តអាក្រក់កំពុងរៀបនឹងវ័យកូនស្រីនាងទូស្រីបានអង្វរគុំធ្វើបាបកូនស្រីរបស់នាងនិយាយថាបើចង់សងសឹកផ្ដោតលើនាងតែម្នាក់ឯងបានហើយស្រីចិត្តអាក្រក់បានស្ដីបន្ទោសទូស្រីថាបានលាតត្រដាងអត្តសញ្ញាណคล้ายរបស់នាងជាភរិយារបស់ CEO ដែលបណ្ដាលឲ្យប្តីរបស់នាងបាត់បង់ការងារហើយក៏នាំឲ្យកូនប្រុសរបស់ពួកគេត្រូវបណ្ដេញចេញពីសាលាផងដែរទូស្រីលុតជង្គង់លើដីដោយអង្វរឲ្យគេដោះលែងកូនស្រីប៉ុន្តែស្រីចិត្តអាក្រក់នោះមិនព្រមទេសំណាងល្អនៅពេលនោះក្រុមប៉ូលីសបានមកទាន់ពេលហើយចាប់ខ្លួនបុរសនោះទូស្រីបានរត់ទៅអបកូនស្រីរបស់នាងបានសួរថាតើកូនមានរបួសឬអត់កូនស្រីរបស់នាងបានដួលសន្លប់ទូស្រីដឹងថាម្ដាយក្មេកមិនពេញចិត្តនាងឡើយនាងមានគម្រោងចាក់ចេញពីលោក CEO ប្តីក៏បាននិយាយថាគាត់បានបញ្ជូនម្ដាយរបស់គាត់ទៅក្រៅប្រទេសរួចហើយប៉ុន្តែគាត់មិនដែលនឹកស្មានថាម្ដាយរបស់គាត់បានចាប់កូនស្រីរបស់គាត់នោះទេនាងគ្រាន់តែសង្ឃឹមថាអ្នកទាំង3អាចរស់នៅដោយសុខសាន្តចាប់ពីពេលនេះទៅពេលនោះកូនស្រីក៏ភ្ញាក់ឡើងដែរ我做的小肉丸，你不许抢。好，都给你吃。